បាទសូមជម្រាបសួរលោកតាលោកយាយបាទសក់បាទសិកាបងប្រុសបងស្រីបងប្រុសបងស្រីដែលរស់នៅក្នុងប្រទេសកម្ពុជានិងក្រៅប្រទេសបារាំងជាពិសេសបាទសិកាហួស៊ីមព្រមទាំងញាតិធននៅប្រទេសបារាំងថ្ងៃនេះបាទខ្ញុំបានមកថតទស្សនភាពនានានៅក្នុងវត្តអាងពរដើម្បីឲ្យលោកអ្នកទាំងអស់គ្នាបានទស្សនាដូចតទៅបាទខ្ញុំបាទសូមជម្រាបថាវត្តអាងពរនេះមានទីតាំងស្ថិតនៅភូមិព្រៃរកាឃុំអូម៉ាល់ក្រុងបាត់ដំបងនិងខេត្តបាត់ដំបងហើយចម្ងាយផ្លូវពីក្រុងបាត់ដំបងទៅដល់វត្តអាងពរនេះមានចម្ងាយ10គីឡូម៉ែត្របាទនៅវត្តអាងពរនេះឥឡូវនេះមានសមិទ្ធផលនានាបានរីកដុះដាលនិងកើតឡើងជាបន្តបន្ទាប់ក្រោមការដឹកនាំរបស់ព្រះសង្ឃនិងលោកអាចារ្យគណៈកម្មការវត្តអាងពរនិងមានការកសាងឡើងជាបន្តបន្ទាប់ដោយឧបាសិកាហួស៊ីមនិងញាតិធម៌នៅប្រទេសបារាំងបាទដោយសារមានការកសាងរបស់ឧបាសិកាហួស៊ីមនិងពុទ្ធបរិស័ទនៅប្រទេសបារាំងនេះហើយធ្វើឲ្យវត្តអាងពរយើងចេះតែមានសមិទ្ធផលនានាកើតឡើងមកបាទខែនេះជាខែប្រាំងអញ្ចឹងស្រូវគេច្រូតអស់ហើយប្រជាជនច្រូតអស់ហើយបាទនៅសល់តែកញ្ច្រាំងទេក្តៅហែងប៉ុន្តែវត្តអាងទីទួលវត្តអាងពរយើងនៅមានទិដ្ឋភាពស្រស់បំព្រងដោយសារគណៈកម្មការអាចារ្យព្រះសង្ឃបានដាំដើមឈើបាទច្រើនមានដើមចេកដើមដូងដើមធ្នង់ដើមបេងនាងនួនមានដើមពោមានដើមកគីផ្សេងជាច្រើនបាទធ្វើឲ្យទីវត្តនេះមានសភាពត្រជាក់ត្រឈៃបាទនេះជារូបព្រះអង្គបរិនិព្វានតែធ្វើបែរមុខទៅទិសខាងកើតនៅជាប់នឹងស្រះខាងក្រោយបាទហើយរូបព្រះអង្គបរិនិព្វាននេះក៏ជាសមិទ្ធផលរបស់បាសិកាហួស៊ីមព្រមទាំងញាតិធម៌នៅប្រទេសបារាំងបាទធ្វើតកល់ទុកនៅក្នុងវត្តអាងពរនេះឲ្យពុទ្ធបរិស័ទគោរពបូជាបាទហើយនេះគឺជាចេតិយតម្កល់សិរីរុក្ខធាតុដែរបាទហើយជាប់នឹងអាងទឹកខាងក្រោយដូចគ្នាហើយព្រះចេតិយនេះក៏ជាមិត្តផលរបស់ពុទ្ធបរិស័ទសាមគ្គីពីប្រទេសបារាំងដែលមានការដឹកនាំដោយឧបាសិកាហួស៊ីមបាទព្រះចេតិយតម្កល់សិរីរុក្ខធាតុនេះក៏នៅមាត់ស្រះដែរមាត់ស្រះខាងកើតព្រះវិហារនេះស្រះទឹកនេះកើតព្រះវិហារបាទជម្រាបថាព្រះអង្គសញ្ញមាននេះក៏គង់នៅខាងកើតព្រះវិហារដែរនៅមាត់ស្រះដែរបែរមុខទៅកើតដូចគ្នាបាទខែនេះជាខែក្តៅនេះពិតប៉ុន្តែលឹកឈើរុះអស់ហើយឥឡូវលោះថ្មីគឺធ្វើឲ្យទីអារាមនៅវត្តនេះមានពណ៌បៃតងដែរដើមឈើពណ៌បៃតងដើមបេងដើមកញ្ញូងអីបាទដើមដូងដើមអីហ្នឹងលោះស្លឹកថ្មីនឹងខៀវស្រងាត់បាទដើមដូងដើមឈើហ្នឹងមានដើមបេងកញ្ញូងអីហ្នឹងបាទដើមឥឡូវនេះលោះស្លឹកថ្មីស្អាតតែខៀវរោងខាងនេះក៏មានរូបសំណាកពីរដែរពុទ្ធមួយរូបព្រះម៉ែគង់ស៊ីអ៊ីមមួយបាទនេះជារូបព្រះម៉ែគង់ស៊ីអ៊ីមបាទចំណែកខាងនេះជាដីថ្មីដែលទើបទិញពីគេលោកអាចារ្យគណៈកម្មការព្រះសង្ឃបានចូលរួមដាំដើមកគីបាទដើមកគីនេះគឺដើមកគីទៅដាំបានមួយឆ្នាំហ្នឹងល្អច្រើននេះដើមកគីជាកូនកគី
ខាងនឹងរហូតតាមព្រំលបងដីហ្នឹងបាទជាដើមគគីបាទខាងនេះព្រះវិហារនិងសាលាឆាន់ដើមគគីបានដុះល្អហើយនេះខែប្រាំងមែនតែលោះស្លឹកថ្មីរូបស្លឹកអស់ម្ដងហើយឥឡូវលោះមកស្លឹកថ្មីនេះដីវត្តយើងឥឡូវបានបរិយបានធំទៀតហើយពីមុនទៅនេះជាស្រែទេប្រជាជនបរិស័ទនៅនេះបាទគណៈកម្មការក៏បានរីអង្គាទៅគាត់ចូលដីចាក់លុបស្រែនឹង1ឡាន2ឡាន3ឡាន5ឡានតាមទិដ្ឋារបស់គាត់បងនេះដើមកគីធំនេះនឹងដើមចេកនឹងដីចាស់មុនព្រឹមហ្នឹងបងព្រឹមហ្នឹងឥឡូវនេះបានទិញគេជាវគេបានធំទៀតហើយបានដើមកគីមកខ្ញុំថតឲ្យមើលហ្នឹងហើយដល់នោះនេះដើមកគីស្រែនោះហើយនឹងរៀបចំធ្វើរបងបានបដានោះរបងនេះថ្មីទៀតហើយបាទចំណែកខាងនេះសាលារៀនរបស់ព្រះសង្ឃដែលទៅកសាងនោះបានប្រហែល 95% ហើយជិតហើយតិចតួចទេមុំតាឧបាសិកាហួស៊ីមអញ្ជើញមកឆ្លងហើយល្មមបាទនេះបាទសាលារៀននេះមានចំនួន3បន្ទប់នេះបាទចំនួន3បន្ទប់បាទចំណែកខាងដើមពោនេះរូបស្លឹកចាស់អស់ហើយឥឡូវលោះស្លឹកថ្មីបាទខែនេះលោះស្លឹកថ្មីស្អាតដល់នឹងខៀវចោលបកមករូបវិចនេះបាទដើមពោនេះបានលោះស្លឹកថ្មីដែរហើយពីដើមនេះបានលោះស្លឹកថ្មីនៃខាងក្រោមនេះគេរៀបចំចាក់ជាខឿនដាក់តពុតមកអងត្រាស់ដឹងនៅក្រោមដើមពោនឹងធ្វើជាខឿនឲ្យពុទ្ធបរិស័ទបានអង្គុយលេងត្រូវចូលបាននៅប្រយោជន៍បាននៅដីតុកចូលសម្រាប់ក្នុងព្រះពុទ្ធសាសនាចូលកុំឲ្យមានរោគឲ្យបាននៅដីតុកព្រមទាំងញាតិទាំងឡាយគ្រប់គ្នាវណ្តាហារតុកាលនុញ្ញាអូចនាសពរសន្តននចេតសាបសូមអនុមោទនាបាត់បាត់តាណាបាត់ចឹងបាទសូមជម្រាបថាព្រះបាទព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះអង្គទ្រង់ដាំដើមពោនៅថ្ងៃប្រហោះទី600ខែពិសាខឆ្នាំឆ្លូវឯកស័កពុទ្ធសករាជ2553ត្រូវនៅថ្ងៃទី14ខែឧសភាឆ្នាំ2009បាទវត្តនេះមានភពវាសនានិងមានកិត្តិយសដែលបានព្រះករុណាយាងចុះមកដាំដើមពោនិងបញ្ចុះធម្មធីឡាបង្កើតវត្តអាងពោនេះបាទនៅឆ្នាំ2009ក្នុងខេត្តបាត់ដំបងជាខេត្តមួយដែលព្រះអង្គយាងមកបញ្ចុះធម្មធីឡានិងដាំដើមពោបាទសូមអនុមោទនាទាំងអស់គ្នាបាទសូមអរគុណហើយក៏សូមជម្រាបថានៅក្នុងខេត្តបាត់ដំបងនេះអត់មានវត្តណាដែលព្រះករុណាយាងមកដាំដើមពោមកបញ្ចុះធម្មសិលាទេបាទមានតែវត្តអាងពោនេះមួយទេដែលព្រះអង្គយាងមកនេះដើមពោដាំបែកមេសាខាបាទនេះដើមពោដែលព្រះអង្គយាងមកដាំនោះមានចំនួន3ដើមដើមនេះរកស្លឹកអស់ហើយអត់លាស់ថ្មីបាទពីដើមនោះលាស់ស្លឹកថ្មីបាទហើយក៏ពុទ្ធបរិស័ទឧបាសិកាអូស៊ីមនិងពុទ្ធបរិស័ទនៅបារាំងបានរួមតែគ្នាធ្វើជាខឿននេះធ្វើជាខឿនទុកដាក់ក្នុងនេះបាទបានពុទ្ធបរិស័ទមកអង្គុយលេងតាមដើមពោហ្នឹងស្រួលបាទមានព្រះអង្គត្រាស់ដឹងមួយអង្គនៅក្រោមដើមពោនេះដែរបាទនេះឲ្យខឿនជុំវិញដើមពោកណ្ដាលគេហ្នឹងបាទរៀបចំបានមួយ
បើអាពីនេះក៏បានទៅបានទៅខាងនេះទៅបាទដើមពោនេះលោះស្លឹកថ្មីខែក្តៅខ្លាំងណាស់ខែនេះបងប្អូនអើយនៅស្រុកខ្មែរនេះកម្ដៅ38 40បាទថ្ងៃនេះមុនចូលឆ្នាំថ្មីឆ្នាំខ្មែរយើងហ្នឹងនេះបាទការហូស៊ីមបានផ្ញើមកឆ្នាំកសែងជូនលោកតាលោកយាយម្នាក់មួយមុនចូលឆ្នាំខ្មែរបាទសូមសិរីសួស្តីកើតមានដល់ម្ចាស់ទានទាំងអស់គ្នាបាទចាប់យកមកណាដូចមកប្រាក់យកមកមួយទៀតបាទហើយក៏នាំគ្នាមកស្រង់ព្រះបាទនៅក្រោមដើមពោនេះឯងតាមទេយាយចឹងមកជើញមកញ៉ាំមុនណាញ៉ាំពេញញ៉ាំមុនណាយាយទៅមុនខ្លាច់មុនទីអស់ជុំមុនចូលឆ្នាំថ្មីបាទយូរមកឲ្យព្រះមានហើយឲ្យតែយើងបនយើងថតម្ដងគេឲ្យការប្រាក់ការប្រាក់អត់មានទឹកអត់ជុកមួយជុកដូរនឹងប្រាំកូនក្តៅឲ្យត្រូវហ៎អូមកយើងទៅតែតល់ហើយបាត់ចាំតែតល់ញ៉ាទៅបងជុកឆ្នាំនេះឆ្នាំរុនតើគេឲ្យមកដល់នេះទឹកអបទៅនេះមុនទៅបាញ់គ្រឿងកោបឲ្យអានៅមេហ្នឹងហ៎បាយបាទសុំភ្លៀងមួយមេមកមុនចូលឆ្នាំខ្មែរឯងបាទឲ្យតិចទៅជុំតិចក្តៅណាសុំតែភ្លៀងបានហើយកុំឲ្យខ្យល់បាទសុំភ្លៀងមួយមេមកតិចទៅជុំខ្យល់ថ្ងៃមុននឹងចង់ខ្លាចថ្ងៃមុនមកនេះហាបាយគឺថាដល់ម្ចាស់នៅប្រាំងណាផងមកឈឺពេកឲ្យជាលះបានមកឆ្លងសាលាជាដូចទឹកទៅគាត់នេះលើកមុនខ្ញុំឲ្យពុទ្ធសាសនានៅលោកជួយកសាងនៅវត្តអង្គពូនៅទីប្រាំងលោកជុំអនេះតាមមុតបានធ្វើខំមកវត្តយើងនេះអានេះខំមកបុកដល់ពីនេះអានេះអាលបើព្រឺអត់ទៅជាដែរជុំមកគ្លៀមមកវា